ហើយក៏សួរថាអញ្ចឹងហេតុអីទៅអ្នកកញ្ញាតបថាប៉ាគ្រាន់តែចង់ដឹងថាមេរឿងអ្វីកើតឡើងពិតប្រាកដនៅក្នុងរាជវាំងកាលពីថ្ងៃមុនភីណាប្រាប់ថាខ្ញុំបានចេញទៅក្រៅដើម្បីស្រូបយកខ្យល់អាកាសហើយក៏បានជួបព្រះអង្គចាស់ទី1នៅពេលដែលខ្ញុំដើរខុសផ្លូវហើយពេលនោះទ្រង់ក៏មានអារម្មណ៍មិនល្អស្រាប់ទៅហើយភ្លាមនោះអ្នកកញ្ញាក៏និយាយកាត់ឡើងថាអញ្ចឹងព្រះអង្គម្ចាស់កាត់បំពង់ករបស់ឯងដោយសារតែទ្រង់មានអារម្មណ៍មិនល្អមែនទេភីណាក៏បដិសេធថាទ្រង់មិនបានធ្វើបែបនោះទេអ្នកអូកញ្ញាខឹងច្រឡោតក៏ស្រែកឡើងថាបើទ្រង់មិនបានកាត់ហេតុអីក៏ឯងមានរបួសលុះត្រាតែគេជាឆ្កែឆ្កួតមិនក៏ទ្រង់យកដាវមកផ្ចង់អ្នកនាងអភិជនដោយគ្មានមូលហេតុបែបនេះហើយនាងត្រូវគេជេរនៅសោកមានអារម្មណ៍ថារមាត់ត្រចៀកភីណានាងព្យាយាមបដិសេធថាប៉ុន្តែខ្ញុំជាអ្នកដើរកាត់ទ្រង់មុនអ្នកកញ្ញាសួរទាំងអារម្មណ៍ថាតើរវល់នោះឈឺទេភីណាឆ្លើយទាំងភ្ញាក់ផ្អើលថាមិនអីទេអ្នកអូកញ្ញាតបថាល្អណាស់ហើយភីណាស្ដាប់ទាំងចំហមាត់គាត់ប្រាប់ថាពួកយើងអាចប្រើឱកាសនេះប្រឆាំងនឹងព្រះអង្គចាស់ទី1បានហើយភីណាឯងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារអាកាណាភីណានូភីអ្នកកញ្ញាក៏រអ៊ូថាយើងត្រូវតែដាក់ទោសទ្រង់យ៉ាងហោចណាស់គាត់ស្គាល់ពីកន្លែងរបស់ខ្លួនឯងម្ដងអាល្អិតនោះគិតថាខ្លួនវាជាវីរបុរសមែនទេបានជាក្រអឺកតោបន្ទាប់មកពីសង្គ្រាមវិញភីណាប្រាប់ថាលោកប៉ាបើមានអ្នកលឺមិនល្អទេគាត់ក៏ប្រាប់ទៀតថាប៉ាច្បាស់ណាស់ថាឯងប្រកាសជាដឹងថាគ្រួសារអាកានៅតែកណ្ដាលភីណាតបថាចាលោកប៉ាតែនៅក្នុងចិត្តនាងគឺមិនដឹងអ្វីទាំងអស់អ្នកកញ្ញាក៏បានបន្តទៀតថាទោះបីជាទ្រង់ជាកូនចៅផ្ទាល់នៃគ្រួសាររាជវង្សក៏ដោយវាពិតជាលំបាកណាស់ក្នុងការរស់រានមានជីវិតដោយគ្មាននរណាម្នាក់គាំទ្រទ្រង់ចាប់តាំងពីមេដារបស់ទ្រង់ទទួលមរណភាពទៅមានមនុស្សតិចតួចណាស់ដែលបានគាំទ្រទ្រង់ហើយក្នុងអំឡុងពេលព្រះអង្គម្ចាស់ទី1កំពុងស្ថិតក្នុងសមរភូមិមេដាព្រះអង្គម្ចាស់ទី2ដែលជាម្ចាស់ស្ត្រីបច្ចុប្បន្នបានគ្រប់គ្រងរាជវាំងស្ទើរតែពាក់កណ្ដាលដោយសារព្រះចៅអធិរាជបន្ទាប់នៅមិនទាន់សម្រេចនៅឡើយនេះគឺជាពេលវេលាមិនប្រកបប្រជាហើយណានាងមិននឹកស្មានថាប្រវត្តិរបស់កលីស្តូនស្មុគស្មាញបែបនេះសោះព្រោះតែនាងរវល់ញ៉ែទ្រង់ពេកក្នុងវគ្គធម្មតាប៉ុន្តែនាងអាចយល់បានថាហេតុអ្វីបានជាព្រះអង្គចាត់ទី2បញ្ជូនឃាតករទៅរកទ្រង់នាងគិតថារឿងចរាចរណ៍ក្នុងកម្មវិធីមិនមែនជារឿងធម្មតាទេហើយនៅពេលអ្វីៗកាន់តែប្រកបជាលំដាប់វានឹងកាន់តែពិបាកសម្រាប់មនុស្សក្នុងការរក្សាភាពត្រឹមត្រូវដោយមនុស្សអាចប្រើកន្លះពីបាតដៃទៅខ្នងដៃដែលឧបទ្ទវហេតុនេះគឺជាអ្វីមួយដែលយើងអាចទាញយកផលប្រយោជន៍បានរួចក៏បានគិតបន្តិចហើយក៏សួរទៅកាន់ភីណាថានេះគឺជាលទ្ធផលមួយដ៏ល្អអញ្ចឹងហើយឯងគួរតែទទួលបានរង្វាន់តើមានអ្វីដែលឯងចង់បានដែរឬទេភីណានៅតែឆ្ងល់ថាគាត់ពិតជាមិនស្ដីឲ្យខ្ញុំមែនទេហើយគាត់សួរទៅកាន់ភីណាថាតើប៉ាគួរតែហៅជាមួយគ្រឿងអលង្ការឯងម្ដងទៀតទេចិត្តចូលរដូវកាលថ្មីហើយប្រហែលជាដល់ពេលដែលត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ក្នុងទូកៅអីឯងចេញហើយឯងអាចបោះចោលរូបដែលឯងពាក់ឡើងធុញបានភីណាគិតថាគាត់ពិតជាមានដៃទូលាយមែនភីណានាងគិតបន្តិចហើយក៏តបទៅកាន់អ្នកកញ្ញាថាខ្ញុំសូមគិតពីរឿងនេះសិនរួចចាំប្រាប់លោកប៉ានៅពេលក្រោយបន្ទាប់ពីនិយាយរួចរាល់ភីណាក៏បានលាគាត់ទៅកាន់បន្ទប់វិញភ្លាមនោះ System ក៏បានបង្ហាញថាការកែលម្អទំនាក់ទំនងជាមួយអ្នកកញ្ញាបន្ទុកគេឈ្មោះរាល់អ្នកបានកើនឡើង 5% ដោយបន្ទុកសរុបគឺ 5% ភីណាឃើញហើយគិតថាគ្រាន់តែត្រូវឈឺខ្លួនដោយសារព្រះអង្គចាស់ទី1មានរឿងធំយ៉ាងនឹងផងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមិនថាភាគរយនៃការពេញចិត្តឬបន្ទុកគេឈ្មោះនោះទេវាសុទ្ធតែជាសញ្ញាដែលល្អហើយខ្ញុំនឹងរក្សាវាបានល្អពេលដែលភីណាមកដល់បន្ទប់វិញអេមីលីបានយករបស់មួយមកឲ្យភីណានាងប្រាប់ថាមានរបស់នេះជាប់នៅនឹងករបស់អ្នកនាងនៅថ្ងៃដែលអ្នកនាងសន្លប់អ្នកប្រុសធំឲ្យខ្ញុំបោះវាចោលតែខ្ញុំយកវាមកបោកសម្អាតនិងទុកវាឲ្យអ្នកនាងវិញភីណាទើបតែនឹកឃើញថានេះគឺជាកន្សែងដៃដែលវិនថនឲ្យមកខ្ញុំនៅថ្ងៃនោះខ្ញុំភ្លេចវាឲ្យឆឹងទៅភីណាក៏អរគុណទៅកាន់អេមីលីដែលនាងចេះកាត់គូអេមីលីនេះរៀបភ្ញាក់បានបន្តិចដែលភីណានិយាយអរគុណមកកាន់ខ្លួនភីណាឆ្ងល់ថាមានអ្វីខុសមែនទេអេមីលីតបតែរំពើថាគ្មានអីទេដោយសារតែភីណានិងភីមិនដែលនិយាយថាអរគុណទៅកាន់នរណាម្នាក់ទេពីមុនមកភីណាគិតថាពិតជាចម្លែកមែនគ្រាន់តែខ្ញុំអរគុណសោះនាងបន្តគិតទៀតថាខ្ញុំគួរតែសងគេវិញដើម្បីបង្ហាញពីការគោរពរបស់ខ្ញុំយ៉ាងណាក៏ដោយពួកយើងច្បាស់ជាជួបគ្នាម្ដងទៀតព្រោះគេក៏ជាទូប្រុសដែរគិតរួចក៏ប្រាប់ទៅកាន់អេមីលីថាតើនាងអាចប្រាប់មេកាបានទេថាស្អែកឲ្យហៅជាងគ្រឿងអលង្ការមកផងអេមីលីលើបែបនេះក៏សួរថាអ្នកនាងចង់កំងគ្រឿងអលង្ការថ្មីសម្រាប់ពិធីបុណ្យមហាស្រពមែនទេភីណាមិនដឹងទេក៏សួរថាពិធីបុណ្យមហាស្រពអីគេអេមីលីតបថាពិធីបុណ្យមហាស្រពនឹងចាប់ផ្ដើមនៅអាទិត្យក្រោយនេះហើយឬគេថាពិធីបុណ្យឆ្នាំនេះនឹងសប្បាយធំដុំជាងឆ្នាំមុនព្រោះព្រះអង្គម្ចាស់ទី1បានឈ្នះសង្គ្រាមភីណាកាំងពេលដែលឮអេមីលីរំលឹកពីព្រះអង្គម្ចាស់ទី1នេះប្រាប់ថាកុំរំលឹកពីទ្រង់ឲ្យសោះគ្រាន់តែប្រាប់មេកាទៅបានហើយអេមីលីឆ្លើយញញឹមមកថាចាខ្ញុំនឹងឆាប់ត្រឡប់មកវិញភីណាគិតថាពិ
ធីបន់ចាប់ដើមនៅទឹកក្រោយជាធម្មតានៅក្នុងเกมយើងនឹងជួបតួអង្គនីមួយៗនៅក្នុងពិធីធំដុំអ្វីមួយហើយនាងក៏បើកកេតតុកយកផែនការមករំលឹកដូចជាពេលខ្ញុំជួប Derek និង Reno ដំបូងគឺនៅក្នុងវិមានហើយបន្ទាប់មកព្រះអង្គចាត់ទី1 Glistone និង Winter នៅក្នុងរាជវាំងហើយពេលនេះនៅសល់តែមួយទេនៅក្នុងចំណោមតួអង្គទាំង5គឺជា The King Ecnic ខ្ញុំមិនដែលបានជួប Ecnic ក្នុងតួអង្គជា Penelope ពីមុនមកទេនៅក្នុងវគ្គធម្មតាគេប្រាប់ថា Ecnic ត្រូវបានអ្នកកញ្ញានាំមកដែលរឿងនេះវាកើតឡើងនៅពេលក្រោយប៉ុន្តែខ្ញុំច្បាស់ណាស់វាច្បាស់ជាស្ថិតក្នុងពេលពិធីបុណ្យនេះហើយហើយកិច្ចការដែលត្រូវធ្វើនោះគឺដើរលេងនៅពិធីបុណ្យជាមួយនឹងបងប្អូនទាំងពីរនាក់នោះបើគិតទៅខ្ញុំគ្មានឱកាសបានដើរលេងនៅពិធីបុណ្យណាទាំងអស់ព្រោះខ្ញុំរវល់តែស្លាប់ពេកចឹងហើយខ្ញុំត្រូវតែទៅរកគេហើយនាំគេមកទីនេះមុនអ្នកអូកញ្ញាបានមានរឿងមួយដែលខ្ញុំបដិញ្ញាចិត្តថាធ្វើឲ្យបានបន្ទាប់ពីបានជួប Glistone ហើយបើខ្ញុំមិនអាចស្លាប់បានទេអញ្ចឹងខ្ញុំត្រូវតែឈ្មោះទៅរកទីបញ្ចប់ឲ្យបានលឿនជាទីបំផុតហើយចាក់ចេញពីពិភពឈួតលប់នេះចឹងហើយខ្ញុំត្រូវតែកសាង% នៃការពេញចិត្តជាមួយនឹងតួប្រុសណាដែលងាយស្រួលជាងគេបំផុតរួចពេលណាក៏និយាយឡើងថាអ៊ីក្នេខ្ញុំជ្រើសយកលោកហើយសាររឿងបានកាត់មកថ្ងៃថ្មីនៅទីលានវឹកខាដោយភីណានាងកំពុងតែដើររករុនមួយនៅលើជញ្ជាំងដុំនេះហើយភីណាក៏ប្រតិកម្មអេមីលីថាឲ្យទៅយកអាហារសម្រន់ឲ្យខ្ញុំញ៉ាំបន្តិចបានទេនាងគិតថាខ្ញុំត្រូវទៅរកឲ្យឃើញថាវានៅឯណាបើសិនជាខ្ញុំចង់ចេញទៅពិធីបុណ្យជាតិប៉ុន្តែវាមិនងាយទេព្រោះតែវិមាននេះពិតជាធំខ្លាំងណាស់បន្តិចក្រោយមកភីណាក៏លើសម្រឹកជើងរបស់នរណាម្នាក់ដើរចូលមកហើយក៏ប្រាប់ថាអេមីលីឲ្យមេកបុកមកខ្ញុំនាងឆ្ងល់ថាមិនក៏អេមីលីមិនតបតអញ្ចឹងក៏បញ្ជាក់ប្រាប់ទៅកាន់អេមីលីម្ដងទៀតតែពេលនាងក្រឡេកទៅឃើញតែគេជា Derek ទៅវិញគេសុំឲ្យកាន់ភីណាថាបានធូរស្បើយខ្លះទេឯភីណានេះវិញនាងឡើងគាំងព្រោះឃើញថាជាគេហើយក៏ឆ្ងល់ថា%នៃការពេញចិត្តរបស់គេក្រៃលើកមុនតែ6%ទេតាមិនក៏ឥឡូវវាឡើង8%អញ្ចឹងឥឡូវទៅផ្លឹងនាងក៏ភ្ញាក់ខ្លួនថាគួរតែក្រោកទៅនិយាយជាមួយគេតែគេប្រាប់នាងថាមិនអីទេមិនចាំបាច់ក្រោកនោះទេនាងតបទៅកាន់គេថាមិនអីទេខ្ញុំក៏ចិត្តចូលទៅក្នុងវិញដែរ Derek ក៏សួរទៅកាន់ភីណាថាអញ្ចឹងតើនាងមិនត្រូវការនំទាំងនេះទេភីណាឆ្ងល់សួរថាតើអេមីលីសុំឲ្យលោកយកវាមកឲ្យខ្ញុំមែនទេ Derek ប្រាប់ថាទេខ្ញុំប្រាប់អេមីលីថាខ្ញុំមានកិច្ចការជាមួយនាងគិតថាតើគេមានកិច្ចការអីជាមួយខ្ញុំទៅឬមួយវាជារឿងដែលនៅរីជវាំងភីណាក៏ដកដង្ហើមធំបន្តិចហើយក៏និយាយឡើងថាខ្ញុំដឹងថាលោកច្របូកច្របល់ណាស់នៅថ្ងៃនោះដោយសារតែខ្ញុំសូម្បីតែលោកក៏បានបម្រើខ្ញុំហើយដែលខ្ញុំពិតជាសុំទោសអ្នកប្រុសបើសិនជាខ្ញុំត្រូវទទួលទោសគេក៏និយាយកាត់ឡើងថាវាមិនបែបហ្នឹងទេនេះមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេភីណាឆ្ងល់ក៏សួរថាអញ្ចឹងហេតុអីហើយគេក៏ច្រឡំមាត់និយាយថាហេតុអីក៏នាងហៅខ្ញុំថាអ្នកប្រុសទៀតហើយហើយភីណានាងលឺក៏សួរថាម៉េចគេតបថាគ្មានអីទេខ្ញុំនិយាយខុសគេបន្តទៀតថាខ្ញុំមករកនាងព្រោះចង់ឲ្យរបស់នេះទៅនាងគេប្រតិកម្មភីណាថានាងមិនអាចដើរទៅណាមកណាដោយឃើញបងរំកបែបនេះនោះទេព្រោះវានឹងធ្វើឲ្យគេឈ្មោះរបស់នាងធ្លាក់ដល់បាតនាងមិនអាចទុករបស់ដែលជារបស់បុរសដែលមិនស្គាល់មុខណាឡើយនាងគួរតែយកចិត្តទុកដាក់លើគេឈ្មោះគ្រួសារជាធំក្នុងចិត្តភីណាឈរស្ដាប់ឡើងគាំងតែគេចង់និយាយពីកន្សែងដៃរបស់ Winter នោះមែនទេចឹងតើបានជាគេប្រាប់ឲ្យអេមីលីយកវាបោះចោលប៉ុន្តែនាងឈ្មោះមិនបានជាគេដឹងថានេះជាមនុស្សប្រុសដែលអ្នកឲ្យវាមកខ្ញុំនាងស្មានតែគេមកស្ដីឲ្យនាងទៀតហើយតើភីណាព្រមទទួលយកហើយក៏អរគុណទៅកាន់គេព្រមតែគិតក្នុងចិត្តថាវាបើទៅថ្លៃដែរហើយវាក៏ទន់ខ្លាំងទៀតផងទោះបីជាវាមិនមែនជាការរំឡើងវិញក៏ដោយតែចាប់ផ្ដើមដោយការឲ្យកាដូភីណាក៏ញញឹមឡើងហើយនិយាយថាខ្ញុំនឹងប្រើប្រាស់វាបានល្អអ្នកប្រុសឃើញទស្សនភាពនៅក្នុងមុខបែបនេះធ្វើឲ្យបេះដូងរបស់ Derek លោតញោមខ្លាំងណាស់ហើយ%នៃការពេញចិត្តរបស់គេក៏បានបញ្ចេញពន្លឺភ្លាមនោះគេក៏បានក្រោយព្រមទាំងប្រាប់ទៅកាន់ភីណាថាខ្ញុំភ្លេចឲ្យឆឹងតើថាខ្ញុំមានការងារសំខាន់ឲ្យត្រូវធ្វើហើយគេក៏រត់ចេញដោយមិនងាកមើលក្រោយភីណាខំហៅគេដែរតែគេមិនឮភីណាឆ្ងល់ហេតុអីស្រាប់តែគេរត់ចេញទៅថែមទាំងយកនំនាងទៅទៀតភ្លាមនោះ%របស់គេក៏បដូរមក10%ហើយភីណាកាន់តែវល់ហើយតែមានរឿងស្អីកើតឡើងក្នុងពិភពគេមួយនេះទៅនាងមិនយល់ពី%នៃការពេញចិត្តរបស់ពីរនាក់បងប្អូននឹងទេពេលខាងវាមានអារម្មណ៍ថាខ្ញុំកំពុងរសាត់ឆ្ងាយពីហ្គេមដែលខ្ញុំលេងមុននឹងចូលមកពិភពនេះទីបំផុតនាងក៏រកឃើញហើយតាមពិតនៅចិត្តកន្លែងវឹកហាត់សោះតែនាងជារបៀបដែលពួក King ទាំងអង្គគេម៉ោងវឹកហាត់មែនទេពីណាយើងនឹងរកឃើញដោយសារតែនាងចំពុកជើងដួលលើថ្មដែលពួកគេដាក់ចំណាំសន្តិសុខការពារនៅជញ្ជាំងនេះរឹងមាំណាស់ហេតុអ្វីបានជាប្រព័ន្ធឈួតនេះមិន
មិនប្រាប់ខ្ញុំពីរឿងនេះអញ្ចឹងនាងបន្តគិតទៀតថាល្អណាស់ដែលខ្ញុំរកវាឃើញមុនពិធីបុណ្យជាតិតាមពិតទៅខ្ញុំក៏អាចសុំការអនុញ្ញាតចេញទៅបានដែរប៉ុន្តែពួកគេគ្មានផ្លូវឲ្យខ្ញុំចេញទៅម្នាក់ឯងដោយគ្មានអ្នកការពារនោះទេខ្ញុំអាចលួចទៅរួចនៅពេលថ្ងៃប៉ុន្តែខ្ញុំត្រូវទៅនៅពេលយប់ដើម្បីចូលរួមការដេញថ្លៃទីសកលសម្រាប់អ៊ីក្និកដល់សម្ងាត់ពេលណាក៏និយាយឡើងខ្ញុំរងទុកបែបនេះគឺដើម្បីជួយលោកចឹងហើយលោកត្រូវតែរងចាំខ្ញុំណាអ៊ីក្និកនាងក៏បានលាក់កន្លែងនោះចិត្តហើយប្រុងនឹងត្រឡប់ទៅវិញស្រាប់តែនរណាម្នាក់ស្រែកឡើងថាតើនាងមកធ្វើស្អីនៅទីនេះនាងភ្ញាក់ផ្អើលក៏ក្រេកទៅឃើញថាជារេណូគេដើរសម្ដៅមកកាន់នាងទាំងដង្ហក់